កូនប្រសាកាលពីព្រៃនាយមានតាចាស់ម្នាក់និងជីដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃនោះមានកំឡោះម្នាក់មានរូបស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពីអញទើបបានអញឲ្យឯងបើតមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបានទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែចូលកូនឯងភ្ជួរដរាបដថ្មនៅឯស្រែនោះយំទេវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដើរពុំរួចថ្មក៏ចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាណ៎ហើយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងវិញចុះអញផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ជប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតតតែថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចការបើកំឡោះនោះបោក្របីទៅជិតថ្មនោះអ្នកធ្វើជាស្ដីថាអោលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំអត់បើអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីខ្ញុំចោះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះឮតែទេវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះវិញលុះយប់មកលបចាំស្ដាប់យកការនៅក្រោមដំណេកតានោះព្រោះគាត់និយាយវេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេ
បើដូច្នេះចូលតាឯងចូលទៅក្នុងករុងមួយទៀតដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អស់លើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនិងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងករុងស្រាប់នឹងឮហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅហើយអ្នកកំឡោះលបស្ដាប់ក្រោមផ្ទះឮដឹងការហើយក៏វិលទៅដេកឯផ្ទះវិញព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកឪពុកក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អស់លើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្គនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនទាន់ទាំងហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអាលដាំបាយឲ្យឪឯងហូបកំឡោះនោះទទួលអនរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាឱឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាស្រែវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររកើកទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទេថាហើយឈួរស្រែកនៅខាងក្រៅលុះភ្លើងឆេះដល់ក៏រងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអស់អំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែក៏រងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រែកក៏រងចេញឃើញឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជំរាបថាជើលោកឪមិនដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើងដើរត្រយងយំមកផ្ទះវិញទ្រោមខ្លួនមួយថ្ងៃណាមួយដោយវារោចេញពីភ្លើងណាមួយដោយរលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសមកឯកូនប្រសាទៅផ្ទះដល់យប់ក៏បកពួនក្រោមផ្ទះលបចាំស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះវាមានប្រាជ្ញាណាស់បើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងករុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈួរតែស្រែកមិនចូលយកទុកទោះតែភ្លើងឆេះក្តៅដល់រលាកឯងទៅហើយទើបវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ក៏រងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាននិយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដារកអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោមិនទាន់នោះយើងនឹងផ្ដាច់វាតាចាស់ថាដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថា
តានិយាយកើតគ្នាហើយដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយក៏វិលទៅដេកឯផ្ទះវិញដល់មាន់រងាវទើបពួនអណ្ដើកយកទៅចងទុកក្នុងគម្លោកស្មៅវាលឯនោះឯនេះពាសពេញតែវាលដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះវិញដេកធ្វើជាប្រងើយទៀតលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកឪពុកក្មេកម្ដាយក្មេកក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យចៅស៊ីចៅនោះស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដើអណ្ដើកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឪធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាតហើយតាចាស់ពងបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បោជើង4តាមក្រោយទៅដល់វាស្រែកន្លែងវាចងអណ្ដើកនោះវាក៏បោទៅមុខចូលកំពត់ស្មៅមួយធ្វើជាគោះងល់តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយហើយទៅទៀតខាំបានអណ្ដើក6 7ដល់ថ្ងៃត្រង់តាចាស់ឃ្លានបាយពេកក៏អង្គុយគិតនឹងស្រ័យបាយស៊ីឆ្កែមើលទៅខាងឃើញក្របីមួយវងក៏បោទៅដេញខាំក្របីបោចូលស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោមកស៊ីបាយអស់ហើយបោលទៅបាត់ឯឪក្មេកជាម្ចាស់ឆ្កែវើមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានត្បិតវាចំណាំអញ្ចឹងដល់ផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសឹមមកវិញដល់យកកូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតដូនចាស់ប្រាប់ថាពីមុនវាធ្វើជាឆ្កែតែឯងធ្វើជាម្ចាស់បានជាវាធ្វើបាបតែឯងបានដូច្នេះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់ម្ដងតាឯងធ្វើឆ្កែម្ដងវិញតាយាយគិតគ្នាហើយដេកទៅចៅនោះលាប់ស្ដាប់បានការហើយក៏ទៅដេកឯផ្ទះវិញទៅព្រឹកឡើងចៅនោះទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ីរួចហើយតាក៏ប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើឆ្កែវិញចៅនោះឆ្លើយបាតហើយពុនបាយនិងទឹកទៅឯតាវាធ្វើជាឆ្កែបោលតាមក្រោយលុះហួសពីផ្ទះបន្តិចវាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់តាបោលពុំទាន់ត្បិតខ្លួនចាស់ធ្វើត្រុកតាមក្រោយវាឯវាក៏បែរជាមកថាឆ្កែអីស៊ីតែបាយបងអស់ទៅមុខមិនទៅដើរតែក្រោយម្ចាស់រកអណ្ដើងមិនដេចបានថាហើយវាឆ្កែឲ្យបោលទៅមុខតាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើងក៏មិនបានកូនប្រសាវាស្ទើរស្លាប់ហត់ស្ទើរដៃខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះទៅឆ្ងាយទៅដល់ថ្ងៃត្រង់វាស្រ័យបាយស៊ីហើយវាថាឆ្កែអេរកអណ្ដើកមិនបានតែដើរក្រោយឲ្យមនុស្សស៊ីតែបាយបងអស់ហើយវាបង្អត់មិនឲ្យបាយស៊ីវាឲ្យតែឆ្អឹងឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានធ្មេញឃ្លានណាស់អង្គុយមើលតែមុខវាតតែវាស៊ីហើយវាវាយមួយត្រនងទៀតវាថាណាស់ហើយទៅផ្ទះចោះបើមិនផេះទេឆ្កែអីយ៉ាងហ្នឹងហើយវាឡើងដើរទៅផ្ទះវិញតែចាស់ហត់ណាស់វាមិនរួចឡើងដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះ
លុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរកអណ្ដើកមិនបានទេព្រោះឆ្កែវាស្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចុះព្រឹកសឹមមកវិញចៅនោះក៏លាទៅដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាយាយចូលដេកតានិយាយប្រាប់ពីរឿងកូនប្រសាធ្វើបាបហើយបងអត់ទាំងបាយផងដូនថាណាហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះវាមានប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់វាធ្វើបាបស្ទើរតែស្លាប់ម្ដេចក៏មិនរៀងតាចាស់ឆ្លើយថានឹងឲ្យវាទៅមើលរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើមិនបានសឹមផ្ដាច់វាដូនចាស់ថាឥឡូវនេះមានតែដល់ពេលមន់រងាវតាឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងករងមួយទៀតច្រកអង្គរបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតាឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់នៅវេលាស៊ីបាយព្រឹកត្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកមិនទាន់ទេនោះលុះមកវិញនឹងផ្ដាច់កូនពីវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់នឹងយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលាប់ស្ដាប់នៅក្រោមផ្ទះដឹងការហើយក៏ទៅដេកនៅឯផ្ទះវិញទៅលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកនៅឯផ្សារដូចគិតគ្នាពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញឲ្យកូនមកអញកុំឲ្យគាត់រកលេសធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាការ៉ុងនេះចងមាត់មិនជាប់វាយកខ្សែចងមាត់ថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ទម្លាក់អំរែកលើស្ពានឲ្យបំរាស់ត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាហើយម្លេះសំឪអញជេរមិនខានអំរែកធ្ងន់រែកមិនដេចឲ្យទាន់ណាហើយឪជេរក៏ជេរចុះអញដាក់នៅនេះទៅវាលសិនរួចសឹមទៅទៀតនិយាយបណ្ដើដើរបណ្ដើមួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្តារស្ពានលឺក្រាំងធ្វើដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយមកយកចេញឲ្យឆាប់ស្រែកឲ្យបុកក្តារក្តាំងដើរចូលមកឯតាចាស់នៅក្នុងករងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំអំរះជិះផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលក្នុងករងគាត់ឆ្លក់ទឹកត្រដោញ័រទាំងករងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយវាធ្វើជាដើរមកពីវាលស្រែកថានរណាហ៊ានបរដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកទោះទឹកអង្គរអញអស់អោអញអើយឪជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គរទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងករងក៏ថាអោមានត្រីមកបំរាស់ផងណាហើយអញចោះទៅស្រង់មកមើលថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាបើវាទៅទឹកនឹងស្រ័យហាលថ្ងៃ
ហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកឲ្យអូថាហើយស្រ័យមើលឃើញតានៅក្នុងករុងក៏ថាអូអើយម្ដេចមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបោដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាលឺហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីអ្វីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅ